សេចក្តីអធិប្បាយថ្ងៃនេះគឺពាក់ទៅនឹងកូនសោដែលមានកូនសោមួយនៅក្នុងដៃជួនកាលព្រះអង្គហុចកូនសោមួយឲ្យយើងដើម្បីឲ្យបើកទ្វារបានថ្ងៃនេះខ្ញុំចង់និយាយអំពីកូនសោដែលព្រះអង្គហុចឲ្យយើងទាំងអស់គ្នាជាកូនរបស់ព្រះអង្គដើម្បីបើកឃ្លាំងរបស់ព្រះអង្គប្រសិនជាខ្ញុំនិយាយអំពីឃ្លាំងរបស់អ្នកក្រនោះប្រហែលបងប្អូនមិនសូវចូលចិត្តទៅបានទេvìព្រោះថាក្នុងឃ្លាំងអ្នកក្រហើយអត់មានស្អីតទៅសោះតែទេប៉ុន្តែឃ្លាំងរបស់ព្រះអង្គអត់ទេគឺអស់ទាំងត្រកូលរបស់ព្រះអង្គនៅក្នុងឃ្លាំងរបស់ព្រះអង្គហើយព្រះអង្គបានមានបន្ទូលថាកូនបើសិនជាចង់បើកខ្ញុំឲ្យកូនសោភ្លាមហើយយើងមានកូនសោនោះហើយខ្ញុំចង់និយាយអំពីកូនសោនោះហើយខ្ញុំឃើញថាជួនកាលពិបាកនិយាយពីរឿងនេះពីព្រោះមនុស្សខ្លះគេខ្លាចភ្លាមប្រសិនជាខ្ញុំនិយាយអំពីទ្រព្យសម្បត្តិដែលតាក់ទងនឹងលុយថាលោកគ្រូកុំនិយាយពីរឿងនោះលុយនោះជារឿងផ្សេងប៉ុន្តែខ្ញុំឃើញថាយើងទាំងអស់គ្នាចេះតែថាគ្រប់ទាំងអស់ខ្ញុំថ្វាយយើងសុខចិត្តថ្វាយអណ្ដាតផងកម្លាំងកាយគ្រប់ទាំងអស់ដែលយើងមានគំនិតពាក្យសម្ដីការប្រព្រឹត្តប៉ុន្តែច្រើនដងយើងនៅតែថាព្រះអង្គអើយរឿងមួយកាបូបខ្ញុំនេះឲ្យខ្ញុំទៅសិនអានេះរបស់ខ្ញុំណាខ្ញុំឲ្យព្រះអង្គប៉ះពាល់កន្លែងនោះពិបាកជាងគេប៉ុន្តែបន្តិចទៀតបងប្អូននឹងឃើញថាកន្លែងនោះហើយជាកូនសោដើម្បីបើកឃ្លាំងនៃអស់ទាំងប្រកូលរបស់ព្រះអង្គហើយខ្ញុំចង់និយាយពីរឿងនោះហេតុដូច្នេះសូមបងប្អូនស្ដាប់ទៅកុំថាធ្លាប់ឮហើយមិនអីទេពេលខ្ញុំសូមនិយាយម្ដងទៀតហើយសម្រាប់បងប្អូនដែលអត់បានមកថ្ងៃនេះប្រហែលខ្ញុំនឹងបដិបកាសែត4-10 20ចែកគ្រប់គ្នាដែរពីព្រោះសំខាន់មែនតើឲ្យគ្រប់គ្នាឮអំពីកូនសោនោះប្រសិនជាខ្ញុំប្រាប់បងប្អូនថាព្រះអង្គមានឃ្លាំងមួយធំមែនតើអស់ទាំងប្រកូលរបស់ព្រះអង្គនៅក្នុងឃ្លាំងនោះប៉ុន្តែព្រះអង្គបានចាក់សបាត់នេះបងប្អូនចង់ខឹងខ្ញុំថាចុះសោនោះណាខ្ញុំចង់បានដែរតែព្រះអង្គក៏តែមានហើយមិនព្រមចែកឲ្យកូនទេព្រះអង្គសុខចិត្តចែកឲ្យយើងទាំងអស់គ្នាហើយហួសពីនោះទៅទៀតព្រះអង្គបានប្រាប់យើងច្បាស់លាស់ថាអ្វីជាកូនសោហេតុដូច្នេះខ្ញុំចង់និយាយពីរឿងដែលសំខាន់មែនតើនៅក្នុងម៉ាថាយជំពូក6ខ21នោះព្រះអង្គបានបញ្ជាក់រឿងមួយម៉ាថាយជំពូក6ខ21 1248ជាខខ្លីមែនតើប៉ុន្តែសំខាន់មែនតើម៉ាថាយជំពូក6ខ21នេះជាព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទពីព្រោះសម្បត្តិទ្រព្យឬទ្រព្យសម្បត្តិក៏បានដែររបស់អ្នកស្ថិតនៅកន្លែងណានោះចិត្តអ្នកក៏នឹងនៅកន្លែងនោះដែរនេះព្រះយេស៊ូវមានបន្ទូលថាទ្រព្យសម្បត្តិយើងកន្លែងណាគឺចិត្តយើងកន្លែងនោះផងហើយដូច្នេះប្រសិនជាយើងថ្វាយទាំងអស់បានតែទ្រព្យសម្បត្តិយើងអត់ថ្វាយដល់ព្រះអង្គនោះចិត្តយើងនៅតែជាប់នឹងទ្រព្យសម្បត្តិហើយយើងគ្រាន់តែដូចជានឹងព្រះអង្គតែប៉ុណ្ណោះទេយើងមិនមែនស្មោះត្រង់នឹងព្រះអង្គពិតប្រាកដមែនហើយដូច្នេះសូមបងប្អូនគិតពិចារណាជាមួយខ្ញុំទៅព្រះអង្គមានការប្រៀបធៀបជាច្រើននៅក្នុងគម្ពីរតែព្រះអង្គចេះតែពន្យល់គេតាមការប្រៀបធៀបបើយើងបូករួមទាំងអស់យើងឃើញថាមានប្រហែល30ដែលព្រះអង្គបានប្រាប់គេពីរឿងនេះរឿងផ្សេងប៉ុន្តែប្រសិនជាបងប្អូនពិនិត្យមើលពីចំណងជើងឬពីសាច់រឿងនៅក្នុងការប្រៀបធៀប
ទាំង30នោះឃើញថា20តាក់ទងនឹងរឿងទ្រព្យសម្បត្តិឬលុយហើយដូច្នេះព្រះអង្គបានព្រះយេស៊ូវគ្រីស្ទឃើញច្បាស់លាស់ថាបើចិត្តយើងជាប់នឹងទ្រព្យសម្បត្តិនោះត្រូវតែប្រគល់ទ្រព្យសម្បត្តិទៅព្រះអង្គតែយើងស្មានថាជាម្ចាស់របស់ទ្រព្យសម្បត្តិកន្លែងនេះយើងធ្លាក់ទៅយើងដួលទៅកន្លែងនោះឯងព្រះអង្គមានបន្ទូលច្បាស់លាស់ដល់យើងទាំងអស់គ្នាថា1ភាគក្នុង10ជារបស់ផងព្រះអង្គរបស់ផងព្រះអង្គហើយគឺមិនមែនរបស់យើងហើយយើងថ្វាយដល់ព្រះអង្គតែយើងគាត់តែប្រគល់ឲ្យព្រះអង្គវិញតែប៉ុណ្្នឹងទេជារបស់ផងព្រះអង្គហើយខ្ញុំអត់មានពេលមើលតអទេបើប្រដៅហើយគួរនឹងបើកមើលលេវីវិន័យចំពុក27ខ31មួយផ្លែតលេវីវិន័យ172ទំព័រ172គឺខាងមុខក្នុងគម្ពីរលេវីវិន័យចំពុក27ខ31ព្រះអង្គមានបន្ទូលដល់លោកម៉ូសេនេះជាក្រឹតវិន័យរបស់ព្រះអង្គខ30ហើយផលចំពុក27ខ30ហើយផលពីដី1ភាគក្នុង10ទោះបើជាផលដែលកើតពីដីឬជាផ្លែឈើនោះជារបស់ផងព្រះយេហូវ៉ាហើយត្រូវតែបានទុកជាបរិសុទ្ធសម្រាប់ទ្រង់ហើយទៀតនិយាយអំពីសត្វទាំងប៉ុន្មានគឺថាពេលនោះគេមិនសូវទទួលប្រាក់ខែទេគឺគេមានសួនច្បារគេមានសត្វចិញ្ចឹមដែរហើយព្រះអង្គបញ្ជាក់ច្បាស់ថាពីចំណេញទាំងអស់នោះបើមានផលផ្លែ1ភាគក្នុង10របស់ព្រះអង្គបើមានសត្វឧបមាសត្វជឿន10នោះ1របស់ព្រះអង្គហើយមិនមែនតែយើងរើសថាឥឡូវខ្ញុំឲ្យព្រះអង្គខ្លះឬទេតែ1របស់ព្រះអង្គហើយនេះជាក្រឹតវិន័យរបស់ព្រះអង្គប៉ុន្តែខ្ញុំចង់សួរបងប្អូនថាតើបងប្អូនស្មានថាព្រះអង្គមិនដែលនិយាយមានបន្ទូលអំពីថ្វាយ1ភាគក្នុង10មុនតែព្រះអង្គមានបន្ទូលទៅលោកម៉ូសេទេគឺមុននោះទៀតព្រះអង្គបានមានបន្ទូលទៅអាប់រ៉ាហាំហើយខ្ញុំចង់ឲ្យយើងមើលរឿងអាប់រ៉ាហាំខ្លះពីព្រោះចាប់ចិត្តខ្ញុំមែនតើគឺក្នុងលោកុបាទចំពុក14សូមបងប្អូនថយទៅដល់លោកុបាទមើលតាមទំព័រគឺទំព័រ19នៅខាងមុខព្រះគម្ពីរយើងទំព័រ19គឺលោកុបាទចំពុក14ខ18ដល់20មុនដែលខ្ញុំអាននៅកន្លែងនេះខ្ញុំសូមបញ្ជាក់បន្តិចតើមានរឿងអីកើតឡើងក្នុងជីវិតរបស់អាប់រ៉ាហាំនៅកន្លែងនេះគឺលោកអាប់រ៉ាហាំមានក្មួយមួយឈ្មោះឡុតនេះបាននៅជាមួយគេដែលខូចមែនទែនហើយគេចាប់ឡុតផងហើយបំផ្លាញយកទ្រព្យសម្បត្តិរបស់គាត់អស់ហើយយើងឃើញថាអាប់រ៉ាហាំបានប្រមូលអ្នកបម្រើរបស់គាត់ហើយទៅតាមគេហើយបានចាប់ទាំងអស់នោះទាំងប្រមាណស្ដេចនៅកន្លែងនោះបានចាប់ទាំងអស់ហើយបានប្រមូលអស់ទាំងទ្រព្យសម្បត្តិផងមកជាមួយកំពុងតែធ្វើដំណើរមកផ្ទះវិញទាំងឡតផងទាំងអស់គ្នាមកវិញគាត់មានចៃជំនះព្រះអង្គបានជួយគាត់ឲ្យឈ្នះអស់ចាមែនតើមកគាត់មានទ្រព្យសម្បត្តិរបស់គេពីព្រោះគាត់មានជ័យជំនះនៅលើគេហើយមកវិញកំពុងតែមកវិញហើយកាលគាត់កំពុងតែមកវិញនេះមានរឿងមួយកើតឡើងខ18ហើយនៅឃីសេដេកជាស្ដេចក្រុងសាឡិម
ก็នាំយកនំប៉័ងហើយស្រាទំពាំងបាយជូរមកពីព្រោះទ្រង់ជាស្ដេចជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុតទ្រង់ប្រទានពរដល់គាត់ថាដល់អាប់រ៉ាហាំថាសូមឲ្យអាប់រ៉ាំបានពរពីព្រះដ៏ខ្ពស់បំផុតជាម្ចាស់នៃឋានសួគ៌និងផែនដីហើយសូមព្រះដ៏ខ្ពស់បំផុតបានប្រកបដោយព្រះពរជាព្រះដែលបានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃឯងឥឡូវមើលកន្លែងនេះរួចគាត់អ្នកណាអាប់រ៉ាំរួចអាប់រ៉ាហាំក៏ថ្វាយ1ភាគក្នុង10ពីគ្រប់របស់ទាំងអស់ដល់ទ្រង់ដល់នៅគីសដេចហើយបងប្អូនថានៅគីសដេចនោះនៅគីសដេចជាណាដែរខ្ញុំអត់ស្គាល់ផងខ្ញុំអត់មានពេលពន្យល់ទាំងអស់ប៉ុន្តែក្នុងទំនុកទំកែង110យើងមិនបាច់មើលនៅលើទេមិនតែប្រសិនជាមានអ្នកណាចង់កត់ក៏បានដែរទំនុកទំកែង110ខ4នៅកន្លែងនោះមានពាក្យទំនាយមួយអំពីព្រះម៉ែស៊ីអំពីព្រះគ្រីស្ទដែលត្រូវតែមកហើយក្នុងពាក្យទំនាយនោះថាព្រះម៉ែស៊ីមានលក្ខណៈដូចនៅទីសដេចដែរដូចគ្នាទំនុកទំកែង110ខ4ហើយយើងនៅតែមិនយល់ដែរថាអ្នកណានោះបើទីសដេចតោះតែយើងបើកមើលនៅក្នុងហេព្រើរទៀតហើយកាលយើងបើកមើលនៅក្នុងហេព្រើរចំពោះ7ខ1ដល់ខ3នោះយើងឃើញច្បាស់ហើយយើងគួរបើកនៅខាងក្រោយគម្ពីរនោះមកផ្លែដែរមើលពីហេព្រើរចំពោះ1558ហេព្រើរចំពោះ7ខ1ដល់ខ3រីឯម៉ែលគីសេដេកស្ដេចក្រុងសាឡឹមឥឡូវសូមយល់ថាសាឡឹមនោះដូចយេរូសាឡឹមដូចគ្នាស្ដេចក្រុងសាឡឹមជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុតនេះដែលបានទៅទទួលនឹងលោកអាប់រ៉ាហាំក្នុងកាលដែលត្រឡប់ពីវាយបំផ្លាញពួកស្ដេចវិញក៏បានប្រទានពរដល់លោកហើយលោកអាប់រ៉ាហាំបានយក1ភាគក្នុង10ពីរបស់ទាំងអស់ជូនលោកមានស្ដេចនោះបានដំណងស្រែកថាស្ដេចនៃសេចក្តីសុចរិតរួចមកជាស្ដេចក្រុងសាឡឹមគឺថាជាស្ដេចនៃសេចក្តីសុខសាន្តស្ដេចនៃសេចក្តីសុខសាន្តតែដែលឮអំពីព្រះយេស៊ូវគ្រីស្ទថាជាស្ដេចនៃសេចក្តីសុខសាន្តដែរដូចគ្នាដែរលោកគ្មានមាតាបិតាគ្មានទុំសាវតាទេក៏គ្មានថ្ងៃកំណើតឬថ្ងៃស្លាប់ដែរលោកមានភាពដូចជាព្រះរាជបុត្រានៃព្រះក៏នៅជាសង្ឃជារៀងរៀបតារាបតទៅតែនៅគីសដេចនេះជាអ្នកណាគម្ពីរអត់ប្រាប់ថាហើយនៅគីសដេចគឺជាព្រះគ្រីស្ទអត់ប្រាប់ច្បាស់លាស់អញ្ចឹងទេប៉ុន្តែបើយើងបុកមើលទៅអស់ជាមួយគ្នាយើងឃើញថាត្រូវពិតប្រាកដមែនហើយគឺព្រះយេស៊ូវគ្រីស្ទក្នុងសញ្ញាចាស់ក្នុងលោកុបាទចំពោះ14នោះព្រះអង្គបាននិច្ចមកម្ដងហើយដើម្បីពន្យល់ដល់អាប់រ៉ាហាំពីរឿងថ្វាយ1ភាគក្នុង10ដល់ម៉ែលគីសេដេកគឺជាព្រះយេស៊ូវគ្រីស្ទដែលគ្មានដើមគ្មានចុងដែលគ្មានម្ដាយហើយឪពុកដែលជាសង្ឃរហូតអស់កលជានិច្ចបងប្អូនពីម៉ែលគីសេដេកនេះគឺខ្ញុំជឿជាក់ថាគឺព្រះយេស៊ូវគ្រីស្ទបានយាងមកពីមុនក្នុងសញ្ញាចាស់បានមក
ដើម្បីពន្យល់ដល់អាប់រ៉ាហាំអំពីរឿងដែលសំខាន់មែនទែនដែលជាកូនសោដើម្បីយើងទទួលព្រះពររបស់ព្រះអង្គបានអត់បានចាំដល់លោកម៉ូសេតតែសោះអត់បានចាំដល់តែមានក្រវិន័យប៉ុន្តែ429ឆ្នាំមុនមានក្រវិន័យនោះព្រះយេស៊ូវបានពន្យល់ដល់អាប់រ៉ាហាំហើយប្រសិនជាបងប្អូនចង់យល់តទៅទៀតពីរឿងនេះក៏ឃើញថាព្រះអង្គចេះតែរក្សាពាក្យសន្យារបស់ទ្រង់ព្រះអង្គមិនដែលប្រកែកតតែសោះឥឡូវយើងចង់មើលខ្លះទៀតអំពីពាក្យសន្យារបស់ព្រះអង្គដែលព្រះអង្គមានបន្ទូលថាព្រះអង្គជួយយើងដើម្បីយើងអាចនឹងរស់បាននៅផែនដីនេះស្រួលមែនតើប្រសិនជាយើងថ្វាយ1/10ដល់ព្រះអង្គបើសិនជាយើងមិនព្រមនោះយើងមានបញ្ហាបន្តិចទៀតខ្ញុំពន្យល់សូមបើកមើលម៉ាឡាគីជំពូក3 1236ម៉ាឡាគីជំពូក3ហើយខ្ញុំសូមឲ្យយើងមើលខ8 9 10 11 4ខនៅក្នុងគម្ពីរម៉ាឡាគីជំពូក3បងប្អូនខនេះទាំង4នេះសំខាន់ណាស់ម៉ាឡាគីជំពូក3តើគ្រប់គ្នារកឃើញហើយជំពូក3ខ8ទំព័រ1236សំណួរនេះជាសំណួររបស់ព្រះតែព្រះអង្គសួរដល់ពួកជំនុំព្រះអង្គក៏សួរយើងដែរសួរយើងទាំងអស់គ្នាខ8នៅកន្លែងនោះព្រះអង្គសួរថាចុះតើមនុស្សនឹងកោងយករបស់ព្រះឬព្រះអង្គសួរចឹងណាតើមនុស្សតែព្រះអង្គបានបង្កើតសុខចិត្តលួចពីព្រះអង្គទេព្រះអង្គសួរអញ្ចឹងណាអានោះព្រះអង្គឆ្លើយប៉ុន្តែអញរាល់គ្នាបានកោងយករបស់អញហើយអានោះកូនព្រះអង្គដែលអស់គ្នាឆ្លើយថាតើយើងបានកោងយករបស់ព្រះអីណានោះព្រះអង្គឆ្លើយថាបានលើកពីព្រះអង្គកន្លែងណាគឺក្នុងដង្វាយ1/10ក្នុង10ហើយក្នុងដង្វាយលើកចុះឡើងនោះឯងគឺមាន2យ៉ាង1/10ដែលជារបស់ព្រះអង្គហើយយើងបានលើកពីព្រះអង្គកន្លែងនោះហើយយើងបានលើកពីមនុស្សទៀតដែលយើងចង់ថ្វាយហួសពីនោះទៅទៀតដែលជារបស់យើងដែលយើងចាយបានពីលោកនោះបានជាព្រះអង្គមានបន្ទូលដូចជាខ្លាំងបន្តិចប៉ុន្តែព្រះអង្គចង់និយាយខ្លាំងដើម្បីឲ្យយើងភ្ញាក់លើខ9ឯងរាល់គ្នាគឺជាមនុស្សនៅក្នុងនគរនេះទាំងមូលត្រូវបណ្ដាសាហើយដោយព្រោះតែងតែកោងយករបស់អញយ៉ាងដូចនេះមានបណ្ដាសាហើយគឺយើងទទួលទនកម្មដោយព្រោះយើងមិនព្រមស្ដាប់បង្គាប់ព្រះអង្គក្នុងការដែលសំខាន់នេះខ10នោះព្រះអង្គប្រាប់ច្បាស់ថាចូលធ្វើអីព្រះអង្គមានបន្ទូលថាចូលនាំមិនមែនដូចជាស្ទាយយោបល់ទេប៉ុន្តែព្រះអង្គបញ្ជាយើងបើព្រះអង្គបញ្ជាគួរឲ្យយើងស្ដាប់ចូលនាំយកដង្វាយ1/10ក្នុង10ទាំងអស់មានន័យថា100%គឺថាទាំងអស់1/10ក្នុងទាំងអស់នោះយកធ្វើអីមកដាក់ក្នុងឃ្លាំងចុះបងប្អូនថាឃ្លាំងណាមួយ
ឃ្លាំងនៅណាក្នុងបងទេមើលតទៅទៀតនឹងឆាប់យល់ដើម្បីឲ្យមានរបៀងអាហារនៅក្នុងដំណាក់នៃអញនឹងដំណាក់របស់ព្រះនៅណាគឺព្រះវិហារជាដំណាក់របស់ព្រះដើម្បីឲ្យមានរបៀងអាហារដើម្បីឲ្យមានគ្រប់គ្រាន់សម្រាប់គ្រប់ចឹងសេចក្តីត្រូវការក្នុងវិហារអត់ខ្វះខាតសោះនៅកន្លែងនោះគេនាំយក1ភាគក្នុង10មកថ្វាយដល់ព្រះអង្គហើយបងប្អូនសួរថាតើយ៉ាងម៉េចទៅថ្វាយដល់ព្រះអង្គនៅក្នុងវិហារនោះប្រើធ្វើអីបើបងប្អូនបានស្ដាប់ហេរញិកនៅកន្លែងនេះនឹងឆាប់ដឹងថាយើងត្រូវការលេងសម្រាប់រឿងអីខ្លះពីព្រោះច្រើនដងគាត់ក៏ប្រាប់យើងថាជឿវិហារយើងជឿកន្លែងប្រជុំរបស់ក្មេងខាងក្រៅនោះហើយនឹងភ្លើងផងទូរស័ព្ទផងហើយថ្លៃក្នុងទីចាត់ការខាងក្រៅនោះហើយជួនកាលត្រូវតែទិញសៀវភៅហើយត្រូវតែធ្វើនេះធ្វើនោះថែមទាំងប្រាក់ខែសម្រាប់គ្រូសុភាពផងនេះហើយជាសម្ភារអាហារដែលយើងត្រូវការក្នុងព្រះវិហារមិនមែនប្រាក់ខែខ្ញុំតតែសោះនោះនឹងបងប្អូនជួយព្រះអង្គនៅកាណាដាគេថ្វាយលើភាគ10ដើម្បីឲ្យខ្ញុំមកបាននៅកន្លែងនេះនេះមិនយកពីបងប្អូនតតែសោះគឺយកពីគេដែលគេចាក់ខ្ញុំមកណាគឺព្រះអង្គចាក់ខ្ញុំមកឲ្យគេជួយនឹងត្រូវហើយសម្ភារអាហារដើម្បីឲ្យមានគ្រប់គ្រាន់ចូលមកថ្វាយ1ភាគក្នុង10ដល់ព្រះអង្គមានបន្ទូលអញ្ចឹងនេះហើយជាកូនសោពីព្រោះឥឡូវខ្ញុំចង់ឲ្យបងប្អូនមើលយ៉ាងច្បាស់លាស់មែនតើតើព្រះអង្គមានបន្ទូលអ្វីបើយើងស្ដាប់រឿងនោះចូលថ្វាយឥឡូវមើលព្រះអង្គមានបន្ទូលថាហើយលបងលោអញឥឡូវមិនមែនខែក្រោយមិនមែនឆ្នាំក្រោយប៉ុន្តែលោខ្ញុំឥឡូវនេះលើមើលលបងលោអញឥឡូវនេះបើអញមិនបើកទ្វារឋានសួគ៌នេះជាហេតុដែលខ្ញុំនិយាយអំពីកូនសោព្រះអង្គមានទ្វារប៉ុន្តែទ្វារនោះបាត់ព្រះអង្គចង់ឲ្យយើងទាំងអស់គ្នាបើកទ្វារបើអញមិនបើកទ្វារឋានសួគ៌ដើម្បីចាក់ព្រះពរមកលើអញបន្តិចឬច្រើនមើលដែលនឹងគ្មានកន្លែងដំណងទុកបាននេះជាព្រះបន្ទូលឥឡូវនេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារនេះជាព្រះបន្ទូលរបស់ព្រះអង្គមិនមែននឹងទេនេះជារឿងពិតប្រាកដមែនព្រះអង្គសន្យាតែបងប្អូនដែលឃើញថាព្រះអង្គកុហកណាស់ណាតែព្រះអង្គមិនអាចនឹងប្រទានពរតាមព្រះអង្គមានបន្ទូលណាព្រះអង្គធ្វើតែអស់កើតប៉ុន្តែព្រះអង្គហុចគុណសោរបស់ព្រះអង្គមកឲ្យយើងថាលោកខ្ញុំលបងលោកខ្ញុំឃ្លាំងខ្ញុំពេញនឹងអង្គទាំងប្រពោរបស់ព្រះអង្គហើយប្រពោរបស់ព្រះអង្គមិនគ្រាន់តែដើម្បីឲ្យយើងមានលុយគ្រប់គ្រាន់ចាយសម្រាប់ការនេះការនោះប៉ុន្តែសុខភាពរបស់ព្រះអង្គជាប្រពោព្រះអង្គហើយការពារជាគឺប្រពោព្រះអង្គផងហើយនឹងប្រពោរបស់ព្រះអង្គនៅក្នុងផ្ទះយើងដែលមានសេចក្តីសុខអូយើងចិត្តតែឃើញថាឆ្លុះគ្នានៅក្នុងផ្ទះនឹងសេចក្តីសុខរបស់ព្រះអង្គគឺជាប្រពោរបស់ព្រះអង្គផងប្រពោព្រះអង្គមិនគាត់តែលើយទេប៉ុន្តែលើយផងគឺតែអស់សុខតែជាប្រពោរបស់ព្រះអង្គដែលព្រះអង្គសពប្រហារតីនឹងចែកដែលយើងទាំងអស់គ្នាជាកូនរបស់ព្រះអង្គប៉ុន្តែយើងកាន់កូនសោមិនមែនព្រះអង្គកាន់កូនសោហើយទ្វារឃ្លាំងនៃអង្គទាំងប្រពោព្រះអង្គនោះបាត់ហើយយើងចាក់បានបើកបានព្រះអង្គមានបន្ទូលថាលបងលោកខ្ញុំទៅព្រះអង្គអត់ចេះកុហកអ្នកណាសោះហើយដូច្នេះបងប្អូនយើងត្រូវតែស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គនេះហើយសម្រេចចាត់ថាព្រះអង្គអើយខ្ញុំនឹងធ្វើតាម
ខ្ញុំនឹងធ្វើតាមខ្ញុំមិនចង់ប្រកែកទៀតឡើយឥឡូវខ្ញុំចង់យល់ថាហេតុអ្វីព្រះអង្គជួយយើងបានខនោះមិនទាន់ចប់ទេគឺខ11ខ11ជាពាក្យពន្យល់កាលខ្ញុំឃើញតែខ10នេះខ្ញុំថាអូត្រូវហើយប៉ុន្តែតើរបៀបណាដែលព្រះអង្គនឹងជួយខ្ញុំតែខ្ញុំមើលខ11ខ្ញុំយល់ច្បាស់ខ11ថាម៉េចនេះខ11ដូចណាស់ដល់យល់ដល់ឯងរកគ្នាគឺបើយើងសិតសម្រាប់ចាក់នឹងធ្វើតាមនោះឯងនឹងធ្វើអ្វីនឹងបន្ទោសដល់សត្វដែលស៊ីបង្ខូចមិនឲ្យវាបំផ្លាញផលផ្លែតែពីដីឯងឡើយគឺមានសត្វស៊ីគឺមានស្អីដែលចិត្តតែបំផ្លាញយើងមានប្រាក់ខែប៉ុណ្ណឹងចិត្តតែមានស្អីមកបំផ្លាញឆក់យកប្រមាណនោះចេញស្អីនោះសូមយល់ថាអ្នកដែលបំផ្លាញគឺជាអរៈហើយអរៈប្រើរបៀបផ្សេងផងប៉ុន្តែនៅបំផ្លាញនោះជាអរៈនោះយ៉ូហានចំពុក10ខ10ប្រាប់ថាហើយចោលមកដើម្បីនឹងសម្លាប់ហើយលួចបំផ្លាញនេះជាការរបស់អរៈលួចសម្លាប់បំផ្លាញវាចង់បំផ្លាញអស់ទាំងការរបស់យើងចង់បំផ្លាញប្រាក់ខែយើងផងពុទ្ធប្រកបមែនចង់បំផ្លាញហ្នឹងប៉ុន្តែព្រះអង្គមានបន្ទូលថាបើកូននឹងស្ដាប់តាមបញ្ជារបស់ឯងបើស្ដាប់នោះខ្ញុំព្រះអង្គមានបន្ទូលថាខ្ញុំនឹងបន្ទោសដល់អ្នកបំផ្លាញនោះមិនឲ្យវាមកបំផ្លាញទៀតគឺថាយើងចូលនៅកន្លែងនេះហើយអរៈចូលនៅកន្លែងនេះហើយចង់មកចង់យករបស់យើងនេះហើយព្រះអង្គចូលនៅកណ្ដាលថាមិនបានទេគង់បានស្ដាប់ខ្ញុំហើយបានថ្វាយ1ភាគដល់10ដល់ខ្ញុំហើយឥឡូវខ្ញុំការពារបានចុះបើយើងអត់ធ្វើទេនេះយើងចូលនៅកន្លែងនេះពីព្រោះជួនកាលខែទី1ទី2ព្រះអង្គលើយើងផងថាតើយើងគាត់តែចង់បានកម្រៃពីព្រះអង្គឬយើងសុខចិត្តធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គហើយដូចខ្ញុំនិយាយពី3ខែហើយបើខែទី1នេះពិបាកមែនតើនោះធ្វើខែទី2ទី3អានេះយើងលើមើលខ្ញុំជឿថាព្រះអង្គអត់ចេះកុហកខ្ញុំមិនបាច់ចូលមកកន្លែងនេះការពារព្រះអង្គចេះការពារព្រះអង្គហើយខ្ញុំគ្រាន់តែប្រកាសឲ្យប្រមាណខ្ញុំអត់ដែលនិយាយពីរឿងនេះសោះបងប្អូនថាព្រះគ្រូព្រះអង្គខ្ញុំនេះថាព្រះអង្គមានខ្លាំងនេះព្រះអង្គចង់បើឲ្យយើងព្រះអង្គមានហើយបណ្ដលោកគុំដែលប្រាប់ពីគុំថាសោះឥឡូវយ៉ាងម៉េចទៅយើងបើមួយរឿងនេះហើយខ្ញុំចិត្តតែឃើញថាអរៈចិត្តតែឆក់ទៅខ្ញុំអត់មានសល់ស្អីទេមិនអត់ប្រាប់ខ្ញុំពីរឿងរបៀបដែលព្រះអង្គចង់ការពារជួយខ្ញុំបើខ្ញុំថ្វាយ1ភាគក្នុង10នោះព្រះអង្គជួយថែរក្សាទាំងកាលដែលសល់នោះស្រួលមែនទេព្រះអង្គជួយគួរឲ្យប្រាប់ណាបើខ្ញុំអត់ប្រាប់ខ្ញុំដូចជាអ្នកលាក់រឿងសំខាន់មែនទេដែលព្រះអង្គចង់ឲ្យយើងដឹងខ្ញុំយកឧទាហរណ៍មួយពីរឿងពិតណាជាមិនជារឿងកុហកទេជារឿងមួយដែលកើតឡើងនៅសហរដ្ឋអាមេរិកនៅកន្លែងនេះគេប្រើលេខដុល្លារប៉ុន្តែខ្ញុំសូមបកប្រែថាជាលេខហ្វ្រង់វិញដើម្បីឲ្យបងប្អូនស្រួលស្ដាប់ណាបាទហើយខ្ញុំប្រើមួយហ្វ្រង់ជា8នៅដុល្លារជា8ឥឡូវធ្លាក់ឲ្យដល់8ទេតែខ្ញុំថា8ចុះដើម្បីឲ្យស្រួលគិតដែរបាទនេះជារឿងពិតអំពីម្នាក់ឈ្មោះ Glenn គាត់ជាកូនព្រះអង្គគាត់ប្រកបមែនគាត់ធ្វើការគាត់ទទួលប្រាក់ខែ5000ហ្វ្រង់បាទគាត់មានប្រពន្ធប៉ុន្តែប្រពន្ធអត់ធ្វើការនៅកូននៅផ្ទះ
គាត់បានទិញផ្ទះមួយប៉ុន្តែនៅតែបងថ្លៃរាល់ខែ credit ឡានក៏ដូចគ្នាដែរពីមុខនោះហើយប្រមាណមុខទៀតគេចាត់តែកាត់ប្រមាណមួយខែអញ្ចឹងកាលគាត់បានឃើញថាគេចាត់តែកាត់ទៅតែគាត់មានសល់ក្នុងមួយខែនោះគាត់មានសល់ពី5000នោះមានសល់តែ640 franc ហើយនោះគាត់ត្រូវតែប្រើ640 franc នោះសម្រាប់សាងឡានថ្នាំបើសិនជាអ្នកណាឈឺសម្រាប់បំពាក់ទុកខ្លះសម្រាប់វ៉ាកង់ក្រែងនោះគាត់ចាំទៅរកអាននៅលើកន្លែងណាមួយហើយមហូបសម្រាប់ចិញ្ចឹមគ្រួសារផងបងប្អូនថាដូចជាស្ទើរបន្តិច640ក៏សម្រាប់គ្រប់ការទាំងអស់នោះកែដែរនេះហើយជារឿងដែលគាត់លេបអាស្ព្រីនច្រើនហើយគាត់ចិត្តតែជួយក្បាលដល់ពីរឿងតែធន់មិនគ្រប់គ្រាន់សោះក្លែងនេះអ្នកគ្រូអធិប្បាយអំពីថ្វាយ1ភាគក្នុង10ហើយគាត់ថាគុំថ្វាយក្រោយពីព្រោះអត់មានសល់ទេថ្វាយមុនអូក្លែងនេះជួយក្បាលទៀតហើយថានៅយ៉ាងម៉េចទៅតើព្រះអង្គចង់ឲ្យខ្ញុំមានប្រាក់ខែ 5000 តើព្រះអង្គចង់ឲ្យខ្ញុំថ្វាយ500ដល់ព្រះអង្គមុនមកតើមានសល់ប្រមាណខ្ញុំមានតែ640ឥឡូវដល់ចេញ500ទៀតមានសល់140 franc សម្រាប់តអស់នោះមើលសម្រាប់សាងឡានសម្រាប់មហូបសម្រាប់បំពាក់ហើយតអស់នោះទៅថ្នាំហើយសម្រាប់បាកង់ផងតែ140 franc គឺជារឿងឈ្គួតគាត់ថាលោកគ្រូមិនអធិប្បាយដល់មើលអត់កើតទេធ្វើអញ្ចឹងអត់កើតទេអានេះបើជាយើងបាច់ថាលោកក្លែងនោះប្រហែលចាយប្រដេប្រដាទេមិនមែនទេបើយើងមានតែ140 franc យើងអត់ចាយប្រដេប្រដាបានទេយើងទៅតែរាប់ទាំងតំពីតអស់នោះមែនតើបាទពីព្រោះយើងត្រូវតែដឹងថាបើយើងថ្វាយ1ភាគដល់10 1ភាគក្នុង10នោះដល់ព្រះអង្គយើងត្រូវតែប្រើប្រាជ្ញាក្នុងរបៀបដែលយើងចាយ90% នេះផងបើសិនជាយើងចាយប្រទេសប្រដានោះព្រះអង្គធ្វើឲ្យកើតទេបើយើងធ្វើតាមចិត្តទេយើងត្រូវតែប្រយ័ត្នផងព្រះអង្គឲ្យយើងមានគូក្បាលដើម្បីយើងគិតបានស្រួលដួលឥឡូវរឿងអីពីក្លែងនោះមិនទាន់ចប់ទេក្លែងនោះក៏បាននិយាយជាមួយប្រពន្ធគាត់នេះជារឿងល្អបងប្អូនដែលមានប្រពន្ធមានប្តីនិយាយគ្នាទៅពីព្រោះបើម្នាក់សម្រាប់ចាត់នឹងថ្លៃ1ភាគក្នុង10មានមិនប្រមទេអានេះមានរឿងឈ្លោះគ្នាហើយដូច្នេះគាត់ប្រពន្ធគាត់ពីណានោះទៅផ្ទះក្នុងឡានជិះទៅផ្ទះកំពុងតែនិយាយហើយថាចុះតើយើងចាប់ផ្ដើមណាហើយគេនិយាយជាមួយគ្នាទៅដល់ផ្ទះហើយគេនិយាយតទៅទៀតគេបើកខកំពីម៉ាឡាទីចំពុក3មើលកន្លែងអីទៀតមើលគ្រប់ទីកន្លែងដែលនិយាយអំពីថ្វាយ1ភាគក្នុង10នោះគេនិយាយទៅអធិដ្ឋានផងអូព្រះអង្គសូមព្រះអង្គនាំផ្លូវជីវិតយើងអធិដ្ឋាននិយាយដល់ម៉ោង2យប់ទៅគេម៉ោង5ភ្ញាក់ទៀតតើខ្ញុំថ្វាយ1ភាគ10គឺអីនិយាយតទៅទៀតបានគេដើម្បីមកនឹងអត់គ្រប់ផងនិយាយជាមួយប្រពន្ធគាត់ដល់ស្រោសុខគាត់ទៅតែធ្វើការគាត់សម្រេចចិត្តថាខ្ញុំមិនព្រមធ្វើបែបនេះទេក៏ជួយក្បាលទៀតអត់ដេកលក់ទៀតខ្ញុំទៅតែសម្រេចចិត្តនឹងថ្វាយ1ភាគ10ដល់ព្រះអង្គខ្ញុំអត់ឈប់ខ្វល់ខ្វាយពីរឿងនេះខ្ញុំធ្វើតែម្ដងហើយខ្ញុំចង់លោលបងលោព្រះអង្គមែនដូចព្រះអង្គមានបន្ទូលអញ្ជើញយើងខ្ញុំចង់ធ្វើបែបនោះសម្រាប់ចិត្តព្រឹកនោះគាត់ធ្វើដំណើរទៅកាលគាត់កំពុងតែបើកឡានមកវិញឡានគាត់អត់ចង់ទៅតែគាត់តែឥឡូវយ៉ាងម៉េចទៅទើបបានសន្យាព្រះអង្គថាថ្វាយ1ភាគ10ដល់ព្រះអង្គនេះឥឡូវឡានខ្ញុំខូចទៀតហើយហ្នឹងយ៉ាងម៉េចទៅគាត់ឈប់ហាងមួយសួរជាងឡានថ្លៃម៉ានជួសជុលគាត់មើលទៅថា1000 franc 1000 franc
គាត់មិនទៅចិត្តចោលទៅឡើងចោលឡើងនៅកន្លែងនោះគាត់ទៅកន្លែងនេះទៀតគេថា800ធូរបន្តិចមិនឲ្យនៅតែថ្លៃពេកមានធំកើតដែរទៅកន្លែងទី3កន្លែងទី3 680 franc ក៏អត់មានមកទេពីព្រោះមើលទៅមានសល់តែ140 franc អីទៅធំកើតទេគាត់ខ្វល់ខ្វាយថាព្រះអង្គចោលខ្ញុំថ្វាយមក500 franc លើឡើងខាងខ្ញុំខូចហើយទៅជាចែកជាមួយព្រះអង្គតាមផ្លូវទៅផ្ទះមានពួកម៉ាក់មួយដល់យកនឹងហើយសួរថាម៉េចគ្រូចាំទេឡើងខ្ញុំខូចឬអីខ្ញុំធ្វើមើលឡើងខ្លះខូចខ្ញុំស្គាល់ឡើងទាំងទីទៅមើលពួកម៉ាក់គាត់ទៅមើលថាអូកន្លែងនេះខូចគាត់ទៅទិញហើយទៅទិញ180 franc ហើយដាក់ឲ្យអត់គិតថ្លៃទេដាក់ឲ្យអ្នកដែលជាងឡើងនោះដែលធួថោកជាងគេគឺ680ត្រូវទេប៉ុន្តែពួកម៉ានោះបានធ្វើ180តែយើងដក180ពី680ជាងស្មើ500គាត់ដូចឃើញទេគាត់សុខចិត្តថ្វាយ500ដល់ព្រះអង្គហើយព្រះអង្គបានការពារ500នោះភ្លាមគឺអរៈចង់ឆក់យក500នោះព្រះអង្គឈូនៅកណ្ដាលថាអត់កែទេអរៈអត់តើទេឥឡូវគាត់បានសម្រេចចិត្តហើយថាគាត់ថ្វាយមួយភាគដល់10ក្នុងប្រាក់ខែព្រះអង្គដល់ព្រះអង្គខ្ញុំការពារព្រះអង្គជួយការពារនេះជារឿងពិតណាបងប្អូនតែរឿងមិនទាន់ចប់ខ្ញុំមិនថែមខ្លះទៀតក្លែងនេះអរមែនតើគាត់ឈរឡើងនៅថ្ងៃអាទិត្យគាត់ធ្វើទីបន្ទាល់ប្រាប់ទេថាអរគុណព្រះអង្គបានជួយខ្ញុំស្អែកឡើងគេប្រាប់គាត់ថាទៅតែឈប់ធ្វើការអស់ការធ្វើស្អែកបាទនេះក៏ថាយ៉ាងនេះដែរហើយព្រះអង្គខ្ញុំបានសម្រេចចិត្តហើយថាថ្វាយវិញជាម្ដងឥឡូវអត់ការទៀតពីមុនមាន 5,000 ឥឡូវអត់បានឡើងទៅបានសម្រេចចិត្តអញ្ចឹងហ្នឹងបើជឿគាត់ដឹងខ្លួនថាអត់មានការធ្វើទេគាត់ទៅរកភ្លាមស្អែកគាត់រកឃើញហើយប៉ុន្តែមិនគ្រាន់តែ 5,000 គឺប្រាក់ខែនោះ 6,752 គាត់អស់មែនតើប៉ុន្តែដោយព្រោះការទី1នេះជាការដែលគាត់ធ្វើជាមួយរាជការគេថាអ្នកណាដែលឈប់ធ្វើការបានធ្វើការយូរហើយជាមួយរាជការគេត្រូវតែឲ្យលេងផ្ដាច់ផងដែលការយើងបញ្ចប់នេះគេឲ្យលេងប្រមាណខែទៅឲ្យថែមទៀតប៉ុន្តែគាត់បាន6,000តែគេឲ្យថែមទៀតការគាត់ឈប់ធ្វើការពីកន្លែងទី1នោះគាត់ថា6,000ឡានខ្ញុំចិត្តតែខូចហើយខ្ញុំដូរឡានបានលេងយកមួយគ្រាន់ដែរជាងតែគាត់ដូរឡានហ្នឹងមិនមានឡានគ្រាន់ដែរហើយអត់ធ្វើទុកគាត់ណាល្អមែនតើប៉ុន្តែការទី2នោះគេប្រាប់ថាទោះបើប្រាក់ខែ 6,750 នោះនៅតែបណ្ដោះអាសន្នអញ្ចឹងណាមិនរហូតទេបណ្ដោះអាសន្ន 3-4 ខែតែប៉ុណ្្នឹងទេហើយគាត់ថាអត់អីទេធ្វើការ 3-4 ខែណាដល់យើងវានោះដល់ខែមករានោះគាត់ទៅរកការទៀតការគាត់ទៅរកឃើញមែនហើយការចេញក៏រកឃើញឡើងប្រាក់ខែទៀត 8,350 គាត់ថាអរគុណព្រះអង្គមែនតើព្រះអង្គប្រទានពរហើយគាត់ថាគាត់ឈរឡើងម្ដងទៀតក្នុងកន្លែងប្រជុំហើយថាខ្ញុំបានរកកូនសោមែនណាគឺព្រះអង្គបានបើកឃ្លាំងប្រទោព្រះអង្គមែនហើយព្រះអង្គបានលើចិត្តខ្ញុំ3 ដងដោយសារកាលខ្ញុំសម្រេចចិត្តហើយមិនទាន់បានថ្វាយ500ដល់ព្រះអង្គគាត់តែសម្រេចចិត្តខ្ញុំមានបញ្ហាឡើងទី2អត់ការធ្វើទី3ការទី2បណ្ដោះអាសន្នបានជា3 ដងព្រះអង្គបានលើចិត្តគាត់បន្តិចបន្តួច
còn thầy có thả tư khi bạn sống ra chết hết chẳng đừng lê mờ thả tao tôi ông đừng thua ở đây tiệt bác ơi tôi ông ọt khoa mặt thì bái tôi ông sao giá tôi ông đừng thua tôi ông đừng mặt thì bái đừng chui dương bàn cao rồi bằng dưới sẽ đạo bằng quạt tôi ông quạt tôi mình đi bất bất khắc này hãy đôi chứ mà bằng ổn khi em trong mắt ở bằng ổn sẽ đáp tam pre bằng tu tôi ông mất tốt ở kiaพระองค์ทรงบอกอายุพงพระองค์จะเปรียบเป็นหนึ่งสักใดสบรอพระองค์ทรงช่วยยิงเป็นแต่ยิงการกงเสามันเป็นพระองค์เครื่องระบบพระองค์ยิงการกงเสาพุทธประกาศหนึ่งพอให้เงินบรรจักหรือวิจิตปีเรื่องได้ខ្ញុំឃើញថាថ្វាយមួយភាគក្នុង10ខ្ញុំបានឮពីមួយគ្រួសារទៀតដែលបានសម្រេចចាត់នឹងធ្វើបែបនោះហើយកាលគេបានឮហើយថ្វាយមួយភាគក្នុង10គេសម្រេចចាត់ទាំងពីរណាធ្វើប៉ុន្តែតាមផ្លូវគេនិយាយថានេះមិនមែនជាលើកទី1ដែលយើងបានធ្វើអញ្ចឹងទេយើងបានលើពី3ដងហើយប៉ុន្តែពីមុនគេមិនដែលបានថ្វាយមុនគេចិត្តតែខំថ្វាយក្រោយហើយអត់មានសល់ទេអត់មានសល់គេចាយលើគេមានប្រាក់ខែប្រហែលអស់ប្រមាណ 5,000 គេចាយទៅសម្រាប់ផ្ទះសម្រាប់ម្ហូបសម្រាប់ឡានសម្រាប់សម្លៀកបំពាក់សម្រាប់ផ្សេងគេចាយទៅក្រោយអស់ចង់ថ្វាយ500ដល់ព្រះអង្គមានសល់តែ140ឬអីនោះធំកើតនេះមិនមែនជារបៀបដែលព្រះអង្គជួយយើងគឺព្រះអង្គជួយថែរក្សា 90% បើយើងបានថ្វាយ1/10ដល់ព្រះអង្គមុននេះជារបៀបព្រះអង្គជាទី1ក្នុងជីវិតយើងមិនមែនអ្នកក្រោយអស់ហើយដូច្នេះយើងទទួលប្រាក់ខែយើងទទួល allocation ឬអីលើអ្វីដែលយើងទទួលកាលខ្ញុំនៅតែមានកូននៅផ្ទះកាណាដារាជការកាណាដាក៏ចិត្តតែផ្ញើលេខរកនៅវាសាយនេះផងផ្ញើខ្ញុំបន្តិចអត់ច្រើនប្រហែលទេខ្ញុំស្មានតែ$40មួយខែប៉ុន្តែក្នុងបញ្ជីខ្ញុំនេះដែលខ្ញុំកត់ទៅរាល់តែដងខ្ញុំកត់ទៅ$4របស់ព្រះអង្គព្រាមខ្ញុំដាក់ទៅខ្ញុំខំបង្រៀនកូនផងបងប្អូនជាឪពុកម្ដាយប្រសិនជាថាខ្ញុំចង់បង្រៀនកូនខ្ញុំពីទូកមកធំកើតបើយើងអត់ធ្វើបើឪពុកម្ដាយអត់ធ្វើពិបាកបង្រៀនកូនក្មេងកូនរបស់ខ្លួនថាកូនកុំភ្លេចថ្វាយមួយភាគក្នុង10ណាហើយប៉ាខ្ញុំមានតែ10francនេះនឹងហើយ1 francរបស់ព្រះអង្គណាបើយើងអត់ធ្វើបង្រៀនកូនរបស់យើងកើតអត់កើតទេគេក៏នឹកមើលឪពុកម្ដាយខ្លាំងមែនតើហើយបើឃើញថាឪពុកម្ដាយធ្វើអានឹងអត់ពិបាកបង្រៀនកូនសោះកូនចង់ធ្វើហើយបង្រៀនកូនពីទូមកកុំចាំឲ្យមានប្រាក់ខែទេកាលបានឲ្យវា20francជារបស់ព្រះអង្គហើយបង្រៀនពីទូមកដើម្បីជារបៀបរស់នៅរបស់កូនផងសូមឲ្យព្រះអង្គប្រទានពរដល់កូនរបស់យើងដែរមិនគ្រាន់តែពុកម្ដាយទេដល់កូនផងទាំងអស់គ្នាបងប្អូននេះជារឿងដែលខ្ញុំឃើញថាសំខាន់មែនទែនឥឡូវខ្ញុំបញ្ចប់ដោយនិយាយបន្តិចបន្តួចអំពីអាកប្បកិរិយារបស់យើងក្នុងការថ្វាយដង្វាយបងប្អូនយើងថ្វាយដង្វាយពីព្រោះយើងចង់ថ្វាយបង្គំព្រះអង្គយើងមិនគ្រាន់តែថ្វាយបង្គំព្រះអង្គក្នុងពេលដែលយើងអានគម្ពីរឬច្រៀងឬអធិដ្ឋានដែលយើងបានអធិដ្ឋានជាមួយគ្នាអំឡុងនេះផងនេះសុទ្ធតែល្អថ្វាយបង្គំព្រះអង្គប៉ុន្តែការមួយទៀតដែលយើងថ្វាយបង្គំព្រះអង្គក្នុងពេលដែលយើងថ្វាយដង្វាយដល់ព្រះអង្គផងជារបៀបដែលយើងលើកសរសើរព្រះអង្គថាព្រះអង្គខ្ញុំស្ដាប់បង្គាប់ព្រះអង្គហើយ
ខ្ញុំថ្វាយមួយភាគដល់ក្នុងអស់ទាំងប្រាក់ខែដែលខ្ញុំមានអស់ទាំងអលកាសខ្ញុំអស់ទាំងលុយដែលចូលមកក្នុងដៃខ្ញុំថ្វាយមួយភាគដល់ព្រះអង្គភ្លាមពីខាងលើមិនមែនខាងក្រោមទេពីតអស់ថ្វាយបង្គំព្រះអង្គឥឡូវមើលទី1តើយើងថ្វាយដង្វាយយើងត្រូវតែធ្វើស្ម័គ្រពីចិត្តខ្ញុំអត់អានខគម្ពីរទាំងអស់ទេពីព្រោះខ្ញុំឃើញថាយ៉ាងទៅបើតើបងប្អូនដែលកត់ហ្នឹងឃើញខគម្ពីរនោះនៅក្នុងកូរិនថូសទី2ជំពូក8ខ1ដល់ខ3ខ្ញុំថាម្ដងទៀតអំពីរឿងដែលយើងគួរនឹងថ្វាយស្ម័គ្រពីចិត្តគឺកូរិនថូសទី2ជំពូក8ខ1ដល់ខ3ស្ម័គ្រពីចិត្តមានន័យថាគ្មានអ្នកណាទៅបង្ខំសោះថ្ងៃនេះខ្ញុំអត់បង្ខំបងប្អូនសោះខ្ញុំគាត់តែស្ដាយមែនទែនបើបងប្អូនខាតប្រពោព្រះអង្គខ្ញុំស្ដាយមែនទែនបើសិនជាបងប្អូនណាថាលោកគ្រូខ្ញុំមិនព្រមទេនេះមានន័យថាខ្ញុំសុខចិត្តចោលកូនសោហ្នឹងឲ្យឃ្លាំងរបស់ព្រះអង្គបិទចិត្តទៅបើខ្ញុំអត់ទទួលប្រពោព្រះអង្គបើឲ្យអរៈមកលួចប្លន់ខ្ញុំមិនអីទេនេះអត់ស្រួលទេធ្វើចឹងពីព្រោះព្រះអង្គចង់ប្រទានប្រពោឲ្យខ្ញុំនិយាយแบบនេះដើម្បីឲ្យបងប្អូនបានចម្រើនឡើងបានមិនមែនដើម្បីឲ្យខាតទេខ្ញុំដើម្បីឲ្យចម្រើនឡើងនេះជាផែនការរបស់ព្រះអង្គប៉ុន្តែត្រូវតែធ្វើស្ម័គ្រពីចិត្តសម្រាប់ចិត្តខ្លួនឯងតែគ្មានអ្នកណាបង្ខំឲ្យធ្វើតទៅសោះទី2យើងត្រូវតែធ្វើស្ងាត់មិនមែនដោយប្រកាសទេនៅក្នុងម៉ាថាយជំពូក6ខ3និង4ម៉ាថាយជំពូក6ខ3និងខ4ព្រះយេស៊ូវមានបន្ទូលថាតើយើងថ្វាយអំណោយទានកុំឲ្យដៃឆ្វេងនេះដឹងថាដៃស្ដាំធ្វើអីទេនេះមានន័យយ៉ាងម៉េចទេមានន័យថាមនុស្សដែលនៅចិត្តក្បាលនោះកុំឲ្យគេឃើញថាយើងយកមួយស្លឹក500មកដាក់ទៅនៅលើថាសស្អីទេកុំឲ្យយើងធ្វើបែបនោះទី2កុំឲ្យយើងថាអ្នកណាចង់ថ្វាយ1000ស្រងនឹងខ្ញុំនឹងកត់ឈ្មោះđặtនៅក្នុងវិហារកន្លែងណាមួយហ្នឹងដូចជាអួតតែប៉ុណ្្នឹងទេយើងមិនចង់អួតពីរឿងនេះបើយើងអួតយើងដូចជាបំផ្លាញការរបស់ព្រះអង្គយើងធ្វើពីព្រោះយើងស្ដាប់បង្គាប់ព្រះអង្គដែលពីព្រោះយើងស្រឡាញ់ព្រះអង្គមិនមែនដើម្បីឲ្យយើងដូចជាបានបុណ្យមិនអីទេនេះអត់ស្រួលទេធ្វើចឹងពីព្រោះព្រះអង្គចង់ប្រទានប្រពោឲ្យខ្ញុំនិយាយแบบនេះដើម្បីឲ្យបងប្អូនបានចម្រើនឡើងបានមិនមែនដើម្បីឲ្យខាតទេខ្ញុំដើម្បីឲ្យចម្រើនឡើងនេះជាផែនការរបស់ព្រះអង្គប៉ុន្តែត្រូវតែធ្វើស្ម័គ្រពីចិត្តសម្រាប់ចិត្តខ្លួនឯងតែគ្មានអ្នកណាបង្ខំឲ្យធ្វើតទៅសោះទី2យើងត្រូវតែធ្វើស្ងាត់មិនមែនដោយប្រកាសទេនៅក្នុងម៉ាថាយជំពូក6ខ3និង4ម៉ាថាយជំពូក6ខ3និងខ4ព្រះយេស៊ូវមានបន្ទូលថាតើយើងថ្វាយអំណោយទានកុំឲ្យដៃឆ្វេងនេះដឹងថាដៃស្ដាំធ្វើអីទេនេះមានន័យយ៉ាងម៉េចទេមានន័យថាមនុស្សដែលនៅចិត្តក្បែរនោះកុំឲ្យគេឃើញថាយើងយកមួយស្លឹក500មកដាក់ទៅនៅលើថាសស្អីទេកុំឲ្យយើងធ្វើបែបនោះទី2កុំឲ្យយើងថាអ្នកណាចង់ថ្វាយ1000ស្រងនឹងខ្ញុំនឹងកត់ឈ្មោះដាក់នៅក្នុងវិហារកន្លែងណាមួយហ្នឹងដូចជាអួតតែប៉ុណ្្នឹងទេយើងមិនចង់អួតពីរឿងនេះបើយើងអួតយើងដូចជាបំផ្លាញការរបស់ព្រះអង្គយើងធ្វើពីព្រោះយើងស្ដាប់បង្គាប់ព្រះអង្គដែលពីព្រោះយើងស្រឡាញ់ព្រះអង្គមិនមែនដើម្បីឲ្យយើងដូចជាបានបុណ្យអត់ទេយើងអត់បានសង្គ្រោះដោយធ្វើបុណ្យកុសលផងគឺជាអំណោយរបស់ព្រះអង្គប៉ុន្តែយើងចង់ស្ដាប់បង្គាប់ព្រះអង្គក្នុងគោលការណ៍ទាំងអស់នេះបានជាយើងធ្វើស្ងាត់បាទទី3យើងធ្វើដោយចិត្តអោសាកូរិនថូសទី2ជំពូក9ខ2ខ្ញុំឃើញក្នុងកូរិនថូសទី2ជំពូក9ខ2រឿងអំពី
បងប្អូននៅក្នុងទីក្រុងកូរិនថូសហើយម៉ាស៊ីដូនហើយគេអង្វរលោកពូថាលោកពូលោកទៅហើយចង់ជួយគេអូកុំភ្លេចយើងចង់ថ្វាយដែរគេមានចាត់ចង់ថ្វាយមែនតើគេអង្វរគាត់ថាកុំភ្លេចយើងមានចាត់ចង់ណាស់អូសាមានចាត់អូសានេះល្អមែនតើបើយើងមានចាត់បែបនោះតែយើងមានចាត់ចង់ណាស់គ្មាននរណាបង្ខំទេប៉ុន្តែបើយើងអត់មានចិត្តអសានោះនៅតែអាចនឹងមានចិត្តមួយថាដែលគេតអគ្នាធ្វើប្រហែលខ្ញុំធ្វើដែរធ្វើតាមគេនោះដូចជាមិនចំដែរមិនដឹងខ្ញុំធ្វើតាមគេនោះដូចជាអត់មិនទៅមានចិត្តអសាសោះប៉ុន្តែឲ្យយើងធ្វើដោយពួកម៉ាសេដូនកូរិនថូសតែមានចិត្តចង់ណាស់គេថាកុំភ្លេចលើកដង្វាយជួយការរបស់ព្រះអង្គផងហើយទី4តែធ្វើដោយអំណរកូរិនថូសទី2ជំពូក9ខ7កូរិនថូសទី2ជំពូក9ខ7ចូលឲ្យគ្រប់គ្នាធ្វើតាមដែលសម្រេចក្នុងចិត្តចោះមិនមែនដោយស្ដាយកុំឲ្យយើងថ្វាយដល់ហើយដោយស្ដាយថាខ្ញុំបានថ្វាយ100 200នេះខ្ញុំស្ដាយលើកុំឲ្យយើងថ្វាយដោយស្ដាយឬដោយបង្ខំឡើយមិនដោយបង្ខំដើម្បីព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរនេះហើយជាកប្បកិរិយាដែលយើងត្រូវតែមានគឺអំណរក្នុងចិត្តដែលយើងចង់ថ្វាយដល់ព្រះអង្គដែលមានអំណរបងប្អូនថ្ងៃនេះខ្ញុំបាននិយាយប្រហែលនិយាយខ្លាំងបន្តិចប៉ុន្តែខ្ញុំចង់ណាស់ឲ្យបងប្អូនទាំងអស់គ្នាទទួលប្រទល់របស់ព្រះអង្គខ្ញុំបានឃើញបងប្អូនខ្លះមានបញ្ហារស់នៅស្រុកបារាំងនេះហើយខ្លះក៏មកនិយាយជាមួយខ្ញុំផងថាលោកគ្រូតើខ្ញុំធ្វើយ៉ាងម៉េចទេប្រាក់ខែចាស់តែស្ទើរណាអត់ដែលឈ្នះសោះចាស់តែស្ទើរហើយខ្ញុំមិនដឹងគិតយ៉ាងម៉េចទេចេះតែខ្វះហើយព្រះអង្គចេះតែមានបន្ទូលមកចិត្តខ្ញុំថាកូនភ្លេចប្រកាសពីកូនសោពីព្រោះខ្លាំងរបស់ព្រះអង្គពេញនឹងព្រះទោព្រះអង្គចង់ជួយយើងទាំងអស់គ្នាប៉ុន្តែយើងមិនព្រមប្រើកូនសោនោះថ្វាយ1ភាគក្នុង10ធ្វើបាត់ចិត្តហើយយើងនៅពេលយើងទៅមើលយើងជាកូនព្រះអង្គមែនប៉ុន្តែអារៈនៅតែឆក់យកទៅតាមចិត្តវាហើយយើងគ្មានព្រះអង្គការពារឈរកណ្ដាលគ្មានទេព្រះអង្គសង្គ្រោះយើងឲ្យរួចពីបាបមែនប៉ុន្តែពីទ្រព្យសម្បត្តិព្រះអង្គជួយបានតើយើងរក្សាច្បាប់របស់ព្រះអង្គសិននោះយើងបានបើកឃ្លាំងហើយនោះយើងនឹងលបងលើព្រះអង្គតែបើបងចង់លបងលើព្រះអង្គមិនដាច់ប្រកាសភ្លាមទេប៉ុន្តែខ្ញុំសង្ឃឹមបែបនេះថាដល់ខែនេះបងប្អូនច្រើនតើអស់គ្នាឬតែល្អជាងទៅទៀតសម្រាប់ចិត្តថ្ងៃនេះកុំសម្រាប់ចិត្តថ្ងៃក្រោយនោះពីព្រោះនឹងពិបាកពេកសម្រាប់ចិត្តក្នុងពេលដែលព្រះអង្គមានបន្ទូលមកចិត្តយើងឥឡូវនេះសម្រាប់ចិត្តថាខ្ញុំកាលលុយធ្លាក់មកហើយខ្ញុំនឹងថ្វាយភ្លាមខ្ញុំអត់ចាំទេដល់តែចិត្តអស់ទេខ្ញុំថ្វាយភ្លាមដល់ព្រះអង្គ1ភាគក្នុង10ខ្ញុំថ្វាយទៅហើយខ្ញុំនឹងលបងលើព្រះអង្គមែនហើយសូមធ្វើយ៉ាងតិច3ខែពីព្រោះប្រហែលក្នុងខែទី1ទី2នោះព្រះអង្គលើចាក់យើងខ្លះដូចឡានរបស់ក្លែមមួយខូចដែរឬប្រហែលបាត់ការធ្វើហើយព្រះអង្គក៏ឲ្យគាត់បាត់ការនោះពីព្រោះព្រះអង្គមានការល្អជាងសម្រាប់គាត់នេះជាហេតុដែលត្រូវតែឈប់ការមួយពុំមិនសិនណាព្រះអង្គជាព្រះដែលការពារយើងព្រះអង្គស្រឡាញ់យើងបងប្អូនជួនកាលយើងចោទព្រះអង្គចង់ចោទព្រះអង្គថាព្រះអង្គបានភ្លេចខ្ញុំហើយ
ông cho ta thả ô cồn ấy mấy ọt tra con sao mấy ọt tra con sao trong bao thứ trong bao khăn đâm đây ở cồn ta kia tập tu ôngแต่มันพร้อมใบแต่มันพร้อมเลยบอกผมสมโยธาcon sao nó không đai gì này mình ném nó không đai con này khẽ nóบอกông con sao nó không đai gì này xong sầm rái chặt mình tra con sao rồi bao lô ông không chưa chặt tham liên sờ biên ha cướp còn không bị gì gì đồng đây hay là lấy dương mình mai khoai to cái sao cái mà cam mai khoai tiếp lại thằng mình cướp còn hỏi biên sờ biên là môn hỏi con ông chắc thấy một thôi đi bằng tòa thà ông bạn chưa nhầm phong cái đó sầm khăn bom ổn nhầm chưa thà ngày cày cua ở miền bom ổn đã không thà ông bạn chọi một thôi đi bằng tòa khơi mưa tới đàn đây lúc tức chặt nhẹ tiệtแต่mình toan mình cho khai hàn là mồm đàn đây mình sầm rải cả này mình thoải mưa phía không đọc bị cướp tậpได้ยังตัวเราขนมได้สมเอายังรวมจัดอธิษฐานพระองค์ยินดีจะโกนพระองค์เมืองกระจุงกายยังขยันเติมบานเรียนชราประมาณเต็มปีเต็มตัวโตระบพระองค์หายช่วงกายก็พลิกหาพระองค์เจ็บเปรี้ยแต่กรบกรองเลยแต่พระองค์เจ็บเปรี้ยแต่เป็นดังสักได้ซาบระคือพระองค์เจ็บเปรี้ยละหายพระองค์เน้นแต่กำหนดละสำหรับยืนขยมพระองค์บัญญัติอย่างฉบับโลหายองปีเรื่องใดยังเคยถามมือเพียดับระบบพระองค์ได้ยังมันพร้อมอ้ายยังลุยปีพระองค์ấy con ông tôi ta sắm lại chặt xong pre viên bò rồi xong chui dân ta ở này ai sắm lại chặt thà khuyên đừng là bao lâu ông bị phu khuyên đăng hai thà ông ở cha khó học bạn chia tối phu khuyên nên đăng há phòng trong chết cái khỏa khuyên nên chẳng ai ra chọn vô đọc việc rồi đó phải sao cứ khuyên trong sắm rồi cô đọc ông Quỳnh ông ấy xong ông chùa cồn rồi bảo ông sắm ra chặtแบบนี้xong ông chùaดังใบไอ้ตะไบนึงประปนสำหรับจัดជាមួយគ្នាកុំឲ្យមានរឿងឆ្លោះគ្នាពីរឿងនេះប៉ុន្តែឲ្យពីណានោះសម្រាប់ចាត់នឹងស្ដាប់បង្គាប់ព្រះអង្គអត់គិតថាខែមុននោះខ្វះខាតស្អីទេប៉ុន្តែថាខ្ញុំនឹងសម្រាប់ចាត់ស្ដាប់បង្គាប់ព្រះអង្គពីព្រោះព្រះអង្គជាព្រះដែលស្មោះត្រង់នោះព្រះអង្គនឹងគ្រប់មធ្យោបាយជួយខ្ញុំបានខ្ញុំអត់ដឹងទេខ្ញុំមើលអនាគតមិនឃើញប៉ុន្តែព្រះអង្គជាព្រះដែលរៀបចំជីវិតខ្ញុំអរគុណព្រះអង្គណាស់យើងខ្ញុំចង់សម្រេចបែបនោះសូមព្រះអង្គជួយយើងខ្ញុំទាំងអស់គ្នាផងក្នុងពេលស្ងាត់នេះខ្ញុំសូមបងប្អូនអធិដ្ឋានក្នុងចិត្តហើយប្រហែលបើសិនជាប្តីប្រពន្ធបានរៀបការហើយប្រហែលត្រូវទៅនិយាយជាមួយនឹងប្តីឬប្រពន្ធពេលក្រោយនៅផ្ទះផងថ្ងៃនេះពីការសម្រេចចិត្តហើយសង្ឃឹមថាសម្រាប់ចិត្តជាមួយគ្នាខ្ញុំបានលើអំពីម្នាក់តែមិនទាន់បានថ្វាយខ្លួនប៉ុន្តែគាត់ថាខ្ញុំចង់ទទួលប្រពោព្រះអង្គផងបានជាគាត់ថ្វាយដង្វាយ1/10មុនដែលគាត់ថ្វាយខ្លួនហើយព្រះអង្គរក្សាព្រះបន្ទូលរបស់ព្រះអង្គទោះបើគាត់មិនទាន់បានស្គាល់ព្រះអង្គប្រមាណឆ្នាំព្រះអង្គចាស់តែប្រទានពពកពីព្រោះព្រះអង្គអត់ចេះកុហកហើយដូច្នេះបងប្អូនសូមសម្រេចចិត្តឥឡូវនេះទូបង្គំអរគុណព្រះអង្គបានស្ដាប់អស់ទាំងពាក្យអធិដ្ឋានរបស់កូនសូមព្រះអង្គប្រទានពពកយើងខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គយើងខ្ញុំធ
ថ្វាយអស់ទាំងទ្រព្យសម្បត្តិរបស់ខ្លួនដល់ព្រះអង្គហើយដោយពិសេសចង់ថ្វាយ1ភាគក្នុង10ដល់ព្រះអង្គជាដាច់ខាតទូលព្រះអង្គលបងលោយើងខ្ញុំមិនតិចបន្តួចពីពាក្យសន្យានេះយើងខ្ញុំសុខចិត្តជឿព្រះអង្គ